សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរជួបជាមួយខ្ញុំទៀតហើយជាមួយនឹងការបង្រៀនភាសាចិនតាម YouTube ហើយសម្រាប់វីដេអូនេះដែរបើសិនជាបងប្អូនពេញចិត្តកុំភ្លេចជួយចុច Subscribe Channel YouTube អ្នកមួយបើសញ្ញាកណ្ដឹងពេលនោះយើងទទួលបានមេរៀនថ្មីសម្រាប់ថ្ងៃនេះដែរខ្ញុំលើកយកប្រធានបទអំពីការសន្ទនាបែបងាយដែលយើងតែងតែប្រើប្រាស់ជាប្រចាំថ្ងៃចឹងហើយកុំឲ្យខាត់ពេលវេលាបងប្អូនយូរយើងមកចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នា你叫什么名字？你叫什么名字？តើអ្នកឈ្មោះអ្វីតើអ្នកឈ្មោះអ្វីសម្រាប់ភាសាចិនគេនិយាយថា你叫什么名字？你叫什么名字？តើអ្នកឈ្មោះអ្វីតើអ្នកឈ្មោះអ្វីចឹងសម្រាប់ពាក្យបន្តទៀតសម្រាប់ឃ្លាបន្តទៀត我叫丽丽我叫丽丽មានន័យថាខ្ញុំឈ្មោះ丽丽ខ្ញុំឈ្មោះ丽丽我叫丽丽拼音u o 我សំឡេងទី3我 g e l 叫សំឡេងទី4叫l i li សំឡេងទី4លី丽丽我叫丽丽ខ្ញុំឈ្មោះ丽丽សម្រាប់ឃ្លាបន្តទៀត你家住在哪里你家住在哪里តើផ្ទះអ្នកនៅឯណាតើផ្ទះអ្នកនៅឯណាសម្រាប់ភាសាចិនគេនិយាយថា你家住在哪里你家住在哪里សម្រាប់拼音 n i ni សំឡេងទី3 ni g a ជាសំឡេងទី1ជា chu u chu សំឡេងទី4ជូ z i ចៃសំឡេងទី4ចៃ n a ណាសំឡេងទី3ណា l i លីសំឡេងទី3លី你家住在哪里你家住在哪里តើផ្ទះអ្នកនៅឯណាសម្រាប់ឃ្លាបន្តទៀត我家住在贡布省我家住在贡布省ផ្ទះខ្ញុំនៅខេត្តកំពតផ្ទះខ្ញុំនៅខេត្តកំពតសម្រាប់ភាសាចិនគេនិយាយថា我家住在贡布省我家住在贡布省សម្រាប់拼音 u o វ៉ាសំឡេងទី3 g a ជាសំឡេងទី1 chu u chu សំឡេងទី4ជូ z i ចៃសំឡេងទី4 cơ ôn cung សំឡេងទី4 po u pu សំឡេងទី4 pu sư ân sần សំឡេងទី2 sần 我家住在贡布省ផ្ទះខ្ញុំនៅខេត្តកំពត贡布省មានន័យថាខេត្តកំពតសម្រាប់ពាក្យបន្តទៀត你家里有几个口人你家里有几个口人ក្នុងផ្ទះអ្នកមានសមាជិកប៉ុន្មានអ្នកមានន័យថាតើគ្រួសារអ្នកមានមនុស្សប៉ុន្មានអ្នកសម្រាប់ភាសាចិនគេនិយាយថា你家里有几个口人你家里有几个口人呢一你សំឡេងទី3 g a ជាសំឡេងទី1 l i លីសំឡេងទី3 e o យោសំឡេងទី3 g g សំឡេងទី3 cơ cơ សំឡេងទី4 cơ khơ o ខោសំឡេងទី3ខោ dư ân 人សំឡេងទី2人你家里有几个口人ក្នុងផ្ទះអ្នកមានសមាជិកប៉ុន្មានអ្នកសម្រាប់ឃ្លាបន្តទៀត
我家里有7个口人我家里有7个口人គ្រួសារខ្ញុំមានមនុស្ស7នាក់សម្រាប់ភាសាចិនគេនិយាយថា我家里有7个口人សម្រាប់ភាសាអ៊ីងអ៊ូអវ៉ាសំឡេងទី3ជាយ៉ាសំឡេងទី1លើអ៊ីលីសំឡេងទី3អ៊ីអូយ៉ូសំឡេងទី3ឈីសំឡេងទី1កើសំឡេងទី4កើខើអូខោសំឡេងទី3ខោយឺអិនរិនសំឡេងទី2人我家里有7个口人我家里有7个口人គ្រួសារខ្ញុំមានមនុស្ស7នាក់សម្រាប់ពាក្យ clear បន្តទៀត你做什么工作你做什么工作你做什么工作មានន័យថាតើអ្នកធ្វើការងារអ្វីតើអ្នកធ្វើការងារអ្វីសម្រាប់ភាសាចិនគេនិយាយថា你做什么工作你做什么工作សម្រាប់ភាសាអ៊ីងនៅអ៊ីនីសំឡេងទី3នីជឺវ៉ាជ័សំឡេងទី4ជ័សឺអិនសិនសំឡេងទី2សិនម៉អឺមើគឺអានស្មើមើកើអងកងសំឡេងទី1កងជឺវ៉ាជ័សំឡេងទី4ជ័你做什么工作你做什么工作តើអ្នកធ្វើការងារអ្វីសម្រាប់ clear បន្តទៀត我是在银行工作我是在银行工作ខ្ញុំធ្វើការនៅធនាគារខ្ញុំធ្វើការនៅធនាគារសម្រាប់ភាសាចិនគេនិយាយថា我是在银行工作我是在银行工作សម្រាប់ភាសាអ៊ីងអ៊ូអវ៉ាសំឡេងទី3សឺសំឡេងទី4សឺជឺអៃចៃសំឡេងទី4ចៃអ៊ីអ៊ីនសំឡេងទី3អ៊ីនហើអាំងហាងសំឡេងទី2ហាងកើអងកងសំឡេងទី1កងជឺវ៉ាជ័សំឡេងទី4ជ័我在银行工作我在银行工作银行មានន័យថាធនាគារសម្រាប់វីដេអូនេះដែរក៏ឈានដល់ទីបញ្ចប់អរគុណច្រើនសម្រាប់បងប្អូននៃការទស្សនាវីដេអូនេះកុំភ្លេចតាមដានវីដេអូក្រោយៗបន្តទៀតអរគុណច្រើនជម្រាបលា